អូហើយយ៉ាទីបំផុតនាងមកវិញហើយអូយ៉ាងមិនទៅហើយមិនក៏នាងមិនសប្បាយចិត្តតើមិនចង់ជួបខ្ញុំឯនេះហើយបែកគ្នាមួយរយៈពេលពេលវេលាកន្លងហួសមែនដូច្នេះខ្ញុំអត់គិតអ្វីទាំងអស់ក៏មកមើលនាងណាអាយ៉ាមិនក៏នាងមកធ្វើការងារស្រីចំការបែបនេះណែមើលខ្ញុំសុំមើលដៃតិចទៅមើលតើយ៉ាងមិនទៅហើយយ៉ាងមិនទៅហើយណែខ្ញុំពិតជាអាណិតនាងមែនណាហើយអូសឺអាចមកសៀតនេះប្តេផ្ដាស់ពេកហើយក្នុងចិត្តឯងនឹងគឺអត់មានយើងទេយើងត្រូវតែរកខុសត្រូវម្ដងយើងត្រូវឲ្យវិហារសៅលីងឯងនឹងឲ្យមានមនុស្សមកបម្រើនាងរាល់ថ្ងៃយកមកហូបឲ្យនាងរាល់ថ្ងៃចាំមើលចុះនាងចាំនៅកន្លែងហ្នឹងហើយខ្ញុំទៅឲ្យខ្ញុំត្រឡប់មកវិញភ្លាមគួរឲ្យក្តៅចិត្តណាស់លោកអើយអើយទៅមិនបាននេះវិហារនៅសៅលីងគឺគ្មានម្ហូបទេក្រៅពីបន្លែគឺតៅហ៊ូអត់មានសាច់តតែសោះបើលិចលឺទៅដល់ក្រៅនោះតើសំជាស្អីដែរទៅណែឥឡូវចេះទៅចុះខ្ញុំទៅជើងភ្នំបញ្ជាឲ្យគេយកបាយមកហូបឲ្យនាងរាល់ថ្ងៃហើយរកអ្នកដែលបាញ់សត្វព្រៃមកឲ្យនាងពៅសុខភាពហើយមិនតែប៉ុណ្ណោះខ្ញុំនឹងហៅអ្នកបំរើមកបោកខោអាវឲ្យនាងដាំបាយឲ្យនាងហើយនឹងបំរើនាងរហូតនាងទុកចិត្តចុះមិនបាច់លោកបារម្ភទេឥឡូវខ្ញុំដាំបាយធ្វើមកហូបរាល់ថ្ងៃមានអារម្មណ៍ល្អណាស់ការរស់នៅបែបនេះខ្ញុំស្កប់ស្កល់ណាស់ទៅហើយអាយ៉ាស្កប់ស្កល់ទៅល្អអ្នកស្កប់ស្កល់ទៅរីករាយនាងនៅក្មេងហើយស្អាតក៏ដឹងពីរីករាយនៃការស្កប់ស្កល់នាងចេះដាំបាយឲ្យធ្វើម្ហូបនេះគឺជាទេពកោសល្យធ្វើជាប្រពន្ធដ៏ល្អមិនចិត្តងងឹតហើយលោកឆាប់ទៅវិញទៅខ្ញុំទៅការសម្រាប់បានខ្ញុំទៅប៉ុន្តែសល់ពេលយូរណាស់ទៅដល់40ថ្ងៃមួយរយៈពេលនេះខ្ញុំមកមើលនាងក្នុងវិហារសាវលីនអ្នកដែលហ៊ានធ្វើបាបនាងប្រាប់ខ្ញុំមកខ្ញុំទៅហើយនាងចាំខ្ញុំណាអូណែនាងទៅយ៉ាបើសិនជាទំនេរខ្ញុំមកមើលនាងទៀតនាងចាំណាតើបងដឹងទេដើម្បីបងទោះជាអូនលាក់បងໄວក៏អូនព្រមដែរបងដឹងទេអាយ៉ាណែកូនសម្លាញ់មាន់មកហើយណែគឺស្រាដ៏ឆ្ងាញ់របស់ពុកនេះមកពុកខ្ញុំមិនដាច់ផឹកស្រាទេអូពុកភ្លេចទៅហើយកុំដល់ពុកផឹកទៅពុកស្រាស្រីបំផ្លាញសុខភាពកុំផឹកអីហើយពុកអាយុច្រើនហើយក្បែរខ្លួននឹងអត់មានអ្នកណាកំណោះពុកនិយាយលេងទៀតមានតែកូនប្រុសម្នាក់ទេដែលនៅក្បែរខ្លួនពុកបើពុកមិនផឹកស្រាទេតើមានអ្វីដែលត្រូវរីករាយទៀតពីមុនពុកអត់មានគិតដល់សុខភាពទងខ្សោយសោះហើយចូលទៅវត្តសាលីមិនគិតអ្វីទាំងអស់មិនក៏ពុកអត់នៅឃើញដល់ថ្ងៃនេះពុកដឹងទេនៅពេលដែលម៉ែស្លាប់ទៅខ្ញុំអាណថាក្នុងពិភពគុណតែម្នាក់ឯងទោះជាប្រហែលឆ្នាំមកនេះយើងទាំងពីរនាក់បានជួបគ្នាក្នុងមួយឆ្នាំតែ2ដងតែប៉ុណ្ណោះបើសិនជាទម្លាប់បានគ្មានអីគួរចម្លែកទេហើយកូនសម្លាញ់ពុកមានរឿងរ៉ាវជាច្រើនមិនគប្បីចំពោះឯងមែនប៉ុន្តែកូនកុំបារម្ភពុកបានរើសប្រពន្ធល្អម្នាក់ឲ្យឯងហើយពីមុនពុកបានបម្រើឯងឥឡូវទុកឲ្យគេបម្រើឯងចុះពុករងចាំឯងកើតចៅដ៏ល្អរូបសង្ហារដូចជាឯងអញ្ចឹងពុកអរណាស់ពុកខ្ញុំមិនត្រូវការពុករកប្រពន្ធឲ្យខ្ញុំទេខ្ញុំស្រឡាញ់តែលីងម្នាក់ពុកកុំបារម្ភអីអាយ៉ាលីងនឹងមានអីគួរល្អទៅគេមានម្ដាយដ៏ឆ្នះឆ្នើមហេតុអីក៏ឯងចង់ឈឺចាប់ដោយសារនាងទៀតហេស្រីដែលពុករកឲ្យឯងនេះគឺខុសគ្នាណាស្រីដែលពុករកឲ្យឯងនេះគេក្មេងហើយស្អាតទៀតគេរូបរាងសង្ហាដូចជាអ៊ីងពេញនៅពីក្មេងអញ្ចឹងអ្នកក្លាហានដូចជាឯងអញ្ចឹងនឹងសមនឹងស្រីស្អាតឯងកុំបដិសេធអី
ពុកទោះជាស្អាតយ៉ាងណាស្អាតដោយបុប្ផាក៏ដោយក៏អំពាក់ព័ន្ធដល់ខ្ញុំដែរខ្ញុំត្រូវការតែលីងហើយពុកបានប្រាប់គេរួចហើយ40ថ្ងៃនឹងឲ្យគេមករៀបការចូលមកឥឡូវនាបនៅសល់តែ30ថ្ងៃទៀតឯងរងចាំធ្វើជាគុំភាសាទៅដឹងទេក្រោយពេលដែលចប់កិច្ចការឯងហើយពុកនឹងទៅរកជូចៅចម្លៀងបញ្ជីហើយដណ្ដើមយកអ៊ីងភីងមកវិញដល់ពេលនោះគ្រួសារយើងក៏អាចរស់នៅជាមួយគ្នាដោយរីករាយឯងនិយាយទៅមើលល្អប៉ុណ្ណាទៅកូនសម្លាញ់ពុកឥឡូវលេងបាក់ខ្លួនហើយខ្ញុំក៏តែចង់រកនេះឲ្យឃើញចំពោះរឿងផ្សេងទៀតខ្ញុំមិនរវល់ទេណែឯងមិនរវល់ឯងមិនរវល់សោះរឿងមង្គលការឯងពុកគឺជាអ្នករវល់ណែព្រឹកស្អែកនេះពុកនឹងនាំឯងទៅមើលអូនតាយនោះឯងឃើញអូនតាយភ្លាមឆាវលិញនឹងហួរលិញស្អីគេនោះឯងប្រកាសជាបំភ្លេចគេទាំងស្រុងណែឯងមិននិយាយស្ដីអញ្ចឹងគឺឯងយល់ព្រមហើយណាណែកូនរឿងមង្គលការឯងនឹងទុកឲ្យពុកជាអ្នកដោះស្រាយចុះរឿងមង្គលការកូននឹងត្រូវតែឲ្យពុកជាអ្នកដោះស្រាយអញ្ចឹងហើយកូនសម្លាញ់